បាទសូមក្រាបថ្វាយបង្គំចំពោះគុណព្រះរតនត្រ័យទាំង3មានគុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃជាទីពឹងទីរលឹកសូមធ្វើការគោរពជំរាបសួរលោកតាលោកយាយពុកម៉ែបងប្អូនពូមីងក្មួយៗទាំងអស់ដែលនៅក្នុងហើយនិងក្រៅស្រុកបាទគ្រប់ពុកម៉ែបងប្អូនថ្ងៃនេះគឺជាថ្ងៃសុក្រ12រោចខែពិសាខឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2569បាទខ្ញុំបកណ្ណាខ្ញុំបាទទូសខាបាទមានវីដេអូខ្លីមួយពុកម៉ែបងប្អូនបាទតកតងជាមួយនឹងជំនឿអរូបីហើយនិងជំនឿរូបីបាទអញ្ចឹងថ្ងៃនេះខ្ញុំបកណ្ណាខ្ញុំបាទនឹងធ្វើការបកស្រាយតកតងជាមួយនឹងប្រវត្តិរឿងរ៉ាវនៃទីទួលប្រាសាទដ៏ស័ក្តិសិទ្ធិមួយទីទួលបុរាណដែលមានឈ្មោះល្បីនៅស្រុកបាគូពុកម៉ែបងប្អូនហើយប្រវត្តិទួលនេះក៏មានរឿងរ៉ាវពិសេសគឺស័ក្តិសិទ្ធិទៅសប្តាហ៍ថ្ងៃហ្នឹងមុននឹងខ្ញុំធ្វើការបកស្រាយក៏សូមលើកម្រាមដៃ10បាទសូមពុកម៉ែបងប្អូនពូមីងក្មួយៗជួយចុច Subscribe ដល់ Channel ថ្មីបាទរបស់ខ្ញុំដោយសារខ្ញុំខូច Channel ចាស់អញ្ចឹងបាត់នៅវីដេអូច្រើនអញ្ចឹងសូមពុកម៉ែបងប្អូនជួយចុច Subscribe ឲ្យខ្ញុំកណ្ណាខ្ញុំបាទផងបាទបើយើងនិយាយអំពីភូមិសាស្ត្រដែលជាកន្លែងស័ក្តិសិទ្ធិនៃទឹកដីដែលតាក់ទងជាមួយព្រលឹងជំនឿអរូបីរបស់ដូនតាខ្មែរយើងបានបន្សល់ទុកហើយយើងទាំងអស់គ្នាក៏តែងតែមិនភ្លេចនៅប្រពៃណីទំនៀមទម្លាប់ជំនឿព្រលឹងដូនតាបុព្វបុរសដែលលោកបានបន្សល់ទុកនៅតាមទីព្រៃភ្នំក្រោមថ្មទីទួលប្រាង្គប្រាសាទឬក៏ដើមឈើធំដែលជាសធូបចេតិយឬក៏ជាខ្ទមអ្នកតាបាទពុកម៉ែបងប្អូនយើងធ្វើដំណើរពីភ្នំពេញតាមផ្លូវជាតិលេខ3នឹងឃើញស្ពានមួយហៅថាស្ពាន7មករាពេលនោះយើងនឹងបត់ឆ្វេងទៅហើយក៏ធ្វើដំណើរបន្តទៀតទៅដល់ផ្សារមួយហើយយើងនឹងចូលទៅបាទទៅខាងក្នុងក៏មានវត្តមួយឈ្មោះវត្តអង្គរងពុកម៉ែបងប្អូនបាទហើយយើងក៏ធ្វើដំណើរទៅបន្តទៀតយើងនឹងឃើញទីទួលមួយដល់ធំនៅខាងឆ្វេងដៃតាមពិតទៅទួលនេះមានប្រវត្តិស័ក្តិសិទ្ធិខ្ញុំក៏បានស៊ើបសួរហើយនឹងយកព័ត៌មានខ្លះៗដែរតាក់ទងជាមួយនឹងប្រវត្តិរឿងរ៉ាវនៅទីទួលនេះប្រសាសន៍របស់បងភក្ត្រាដោយមានប្រវត្តិតអំពីជីដូនជីតាពុកម៉ែគាត់មកដែលជាអ្នករក្សានៅព្រលឹងបុព្វបុរសហើយមានការគោរពបូជាខ្លាំងហើយរឿងរ៉ាវជាមួយទីទួលបុរាណដ៏ស័ក្តិសិទ្ធិនេះពុកម៉ែបងប្អូនគឺនិយាយទៅទួលនេះគេហៅថាទួលអ្នកក្រឬក៏ទួលបារមីជួយអ្នកក្របាទតាមពិតទៅទួលនឹងមិនប្រាថ្នាឬក៏ត្រូវការបុគ្គលណាដែលមានមុខមានមាត់ទៅធ្វើអភិវឌ្ឍអីទេទួលនឹងគឺសម្រាប់តែអ្នកក្រមកធ្វើស្រែធ្វើចម្ការហើយធ្វើការបន់ស្រន់នៅទីនឹងហើយទួលនឹងគឺជាទួលដ៏ពូកែស័ក្តិសិទ្ធិណាស់ពុកម៉ែបងប្អូនបាទអ្នកស្រុកអ្នកភូមិតែងតែធ្វើការបែបបន់បួងសួងហើយសុំខ្ចីនៅចានខ្ចីនៅឆ្នាំងសម្ភារៈផ្សេងដើម្បីយកមកធ្វើពិធីពលីការបន់កម្មវិធីផ្សេងគ្រប់ផ្ទះទាំងអស់គ្នានៅសម័យកាលពីបុរាណកាលទោះបីជាកន្លងផុតទៅយូរឆ្នាំក្តីប៉ុន្តែទួលនេះនៅតែមានស័ក្តិសិទ្ធិមហោមកដល់សពថ្ងៃបច្ចុប្បន្ននេះក៏នៅតែមានការគោរពបូជាហើយនឹងមានការបែបបន់បួងសួងទៅលើទីទួលដ៏ស័ក្តិសិទ្ធិនេះដែរថ្ងៃមួយតាក់ទងជាមួយនឹងរឿងបារមីនេះម្ដាយរបស់បងភក្ត្រាគាត់បានដំណាលប្រាប់ថាទួលដ៏ស័ក្តិសិទ្ធិនេះបានចូលមកបញ្យួរសពឬក៏មកយួរសពឲ្យអ្នកស្រុកឲ្យបានដឹងបាទពុកម៉ែបងប្អូនបាទដោយគេព្រមជួយឬក៏ផ្ដល់នៅថវិកាឬក៏សម្បត្តិដើម្បីយកមកឲ្យអភិវឌ្ឍកសាងព្រះវិហារឬក៏កសាងវត្តនៅលើទីទួលហ្នឹងបាទដោយព្រលឹងនៃវិញ្ញាណពុព្វបុរសហ្នឹងក៏បានចូលមកសន្ធិដ្ឋហើយក៏បានប្រាប់រៀបរាប់ថាប្រសិនជាអ្នកណាមួយព្រមលះបង់ដើម្បីរក្សាឬក៏ចាំនៅទីកន្លែងហ្នឹង
ហើយបួសរៀននៅក្បួនតម្រាប្រពៃណីវប្បធម៌តាក់ទងជាមួយពុទ្ធសាសនាថែរក្សាប្រពៃណីឲ្យបានល្អទួលនឹងនឹងឲ្យនៅកំណប់ពីពីងបាទពុកម៉ែបងប្អូនបាទហើយឲ្យបងប្អូននឹងយកមកដើម្បីកសាងប៉ុន្តែរឿងរ៉ាវដ៏ពិសេសទាំងអស់ហ្នឹងមកទល់បច្ចុប្បន្នហ្នឹងមិនទាន់មានបងប្អូនណាមួយហ៊ានលះបង់ដើម្បីទៅធ្វើឬក៏ទៅរៀបចំនៃកន្លែងទីទួលដ៏ស័ក្តិសិទ្ធិនេះដែរហើយប្រវត្តិរឿងរ៉ាវទួលដ៏ស័ក្តិសិទ្ធិនេះទៀតគឺថានៅជុំវិញទួលនឹងសម័យបុរាណគឺព្រៃច្រើនបាទប៉ុន្តែនៅជុំវិញទួលនឹងគឺមានដីស្រែបានន័យថាគួរតែដីដែលល្អសម្រាប់បងប្អូនគាត់ធ្វើស្រែឲ្យតែអ្នកក្រនិយាយតែអ្នកក្រទេបាទពុកម៉ែបងចម្លែកត្រង់ហ្នឹងបាទអ្នកណាដែលខ្សត់អត់ចឹងគឺទៅសុំទៅធ្វើស្រែធ្វើចំការទៅបានលៀបបានជ័យហើយបានទ្រព្យសម្បត្តិហ្នឹងយកមកផ្គត់ផ្គង់ក្រុមគ្រួសារចែកគ្នាធ្វើបាទម្ដងម្នាក់ចឹងទៅតែទួលនឹងជួយអញ្ចឹងពុកម៉ែបងប្អូនបាទប៉ុន្តែប្រវត្តិរឿងរ៉ាវគេនិយាយថាពេលដែលអ្នកមានសម័យហ្នឹងក៏មានអ្នកមានដែរណាបាទគេចង់ទៅធ្វើស្រែនៅលើទីទួលឬក៏ដីជុំវិញទួលហ្នឹងបាទប៉ុន្តែធ្វើអត់បានបាទគោក៏អូសទៅមិនរួចដីក៏ផុងខ្លាំងផុងទាំងមនុស្សផុងទាំងគោបាទសឹងថាជួយជីវិតមិនបានទៀតពិសេសដល់ត្រង់ហ្នឹងបាទដោយទួលនឹងដឹងថាអ្នកណាមានអ្នកណាក្របន្លំខ្លួនមកធ្វើជាអ្នកក្រក៏ទួលនឹងមិនអនុញ្ញាតដែរដោយសារមានទស្សពិតបារមីនៃព្រលឹងដ៏ស័ក្តិសិទ្ធិបាទប៉ុន្តែនេះគ្រាន់តែជាដំណាលរឿងរ៉ាវពីបុរាណដែលខ្ញុំកាលណាខ្ញុំបានចុះទៅស្រាវជ្រាវហើយនឹងដល់ទីទួលដ៏ស័ក្តិសិទ្ធិនេះបាទហើយប្រវត្តិតាក់ទងជាមួយនឹងទួលដ៏ពិសេសនេះទៀតគឺថាទួលនេះអាចខ្ចីនៅសម្ភារៈហើយអាចមកបញ្យួរសពយើងឲ្យយើងនឹងបាននៅកំណប់គេហៅថាកំណប់ដែលលោកគេកប់នៅទីហ្នឹងបាទពុកម៉ែបងប្អូនបាទដោយអ្នកស្រុកអ្នកភូមិគឺជឿថាទួលដ៏ស័ក្តិសិទ្ធិនេះមានកំណប់ទួលដ៏ស័ក្តិសិទ្ធិនេះនឹងមានបារមីដ៏ពូកែខ្លាំងហើយជួយឲ្យយើងនឹងបានសុខសប្បាយជួយឲ្យយើងនឹងមានរិទ្ធមានដេចជះមានបារមីប្រសិនណាបើយើងព្រមលះបង់ខ្លួនទៅធ្វើអាស្រមឬក៏កសាងវត្តសាងអីហ្នឹងគឺទួលនឹងជួយបាទពុកម៉ែបងប្អូននេះហើយគឺជាភាពមហស្ចារ្យតាក់ទងជាមួយនឹងផ្លូវព្រលឹងវិញ្ញាណពុព្វបរោះដែលលោកនៅតែបន្សល់ទុកហើយភាពអស្ចារ្យនៅទីទួលនោះនៅតែបន្តមកដល់សពថ្ងៃគឺការបែបបន់បួងសួងហើយបានសេចក្តីសុខសេចក្តីចម្រើនបាទហើយខ្ញុំប្រកាសណានឹងមានវីដេអូតទៀតប៉ុន្តែគាត់ថាថ្មីមិនសូវជាបានវែងទេពុកម៉ែបងប្អូនបាទដោយសារ YouTube គាត់តម្រូវឲ្យយើងធ្វើវីដេអូខ្លីអញ្ចឹងក៏សូមខន្តីអភ័យទោសចំពោះពុកម៉ែបងប្អូនបាទសូមជួយចុច Subscribe ឲ្យខ្ញុំប្រកាសណាខ្ញុំបាទផងខ្ញុំប្រកាសណាគ្រូសខាសូមគោរពសូមជម្រាបលាបាទ